សុស្ដីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំទៅចូលរួម activity មួយនៅសាលាណានីងទីអ៊ី职业技术学院ពួកខ្ញុំទៅកម្មវិធីសាលាហ្នឹងគឺបែងចែកជា2សាខាថ្មីមួយសាខាចាស់មួយអញ្ចឹងសាខាថ្មីហ្នឹងភាគច្រើនគឺសិតតែកម្ពុជាទាំងអស់មាន19នាក់ដែលទៅហើយក្រៅពីហ្នឹងគឺទៅសាខាចាស់មានខ្មែរ6នាក់ដែរចឹងពួកខ្ញុំដោយសារសាខាថ្មីនៅឆ្ងាយជាងអញ្ចឹងពួកខ្ញុំត្រូវចេញមុនខាងសាខាចាស់ហ្នឹងប្រហែលកន្លះម៉ោងចឹងពេលដែលទៅហ្នឹងវាជិះរៀងយូរដែរប្រហែលចូលកន្លះម៉ោងជាង1ម៉ោងខ្ញុំភ្លេចបាត់ហើយព្រោះខ្ញុំអត់បានកត់ទេពេលហ្នឹងនៅទីក្រុងណានីងខេត្តកោះស៊ីដែលពួកខ្ញុំនៅហ្នឹងគឺដូចនៅប្រទេសខ្មែរចឹងគេចូលចិត្តជិះម៉ូតូជិះឡានផ្ទាល់ខ្លួនណាគឺគេអត់សូវចូលចិត្តជិះតាក់ស៊ីឬក៏របស់សាធារណៈអីទេវាដូចនៅខេត្តផ្សេងៗភាគច្រើនគឺគេចូលចិត្តដើរឬក៏ជិះអាត្រែនសាធារណៈឡានក្រុងអីចឹងហើយនៅតាមផ្លូវគេគឺនៅកន្លែងណាក៏គេមានដើមឈើឯដែរចឹងពេលដែលយើងជិះតាមផ្លូវវាឡើងខៀវស្ងាត់ស្អាតមែនតើនិយាយទៅវាចេញមកខាងក្រៅហ្នឹងឡើង fresh ហើយឡានដែលពួកខ្ញុំទៅហ្នឹងគឺមានគ្នាដូចជា34នាក់មានឡាវខ្មែរថៃវៀតណាមហើយនៅឥណ្ឌូនេស៊ីពេលទៅដល់ភ្លាមហ្នឹងមានបងប្អូនគាត់ឈរចាំទទួលផ្ទះដៃទទួលពួកខ្ញុំហ្មងពេលឃើញគេផ្ទះដៃចឹងឡើយហ៊ានចុះក្រោមសុំសុកចិត្តឲ្យគ្រូចុះទៅមុនហើយកៅអៅដែលពួកគាត់ពាក់ហ្នឹងគឺជាកៅអៅជនជាតិភាគតិចរបស់ពួកគាត់នៅក្នុងទីក្រុងកោះស៊ីផ្ទាល់ហើយកម្មវិធីដែលពួកខ្ញុំចូលរួមហ្នឹងគឺកម្មវិធីគេហៅថាសានយួសានគឺជាពិធីបុណ្យមួយដូចឆេងមេងមួយនៅក្នុងប្រទេសចិនចឹងប៉ុន្តែនេះគឺជាការឆេងមេងរបស់ជនជាតិភាគតិចនៅក្នុងទីក្រុងកោះស៊ីចឹងខេត្តផ្សេងគេធ្វើការធម្មតាហើយមានតែខេត្តពួកខ្ញុំឯងដែលគេឲ្យឈប់រយៈពេល4ថ្ងៃចឹងគ្រូឲ្យពួកខ្ញុំចូលរួមកម្មវិធីហ្នឹងដើម្បីឲ្យស្គាល់ពិធីបុណ្យគេជាតិគេហ្នឹងថាពេលដែលឈប់ហ្នឹងគឺគេធ្វើគេខ្លះគេមានល្បែងអីគេមានម្ហូបអាហារអីគេហើយក៏គាត់បានណែនាំថានៅក្នុងកោះស៊ីហ្នឹងគឺគេមានម្ហូបអាហារអីគេខ្លះដែរហើយម្ហូបខ្លះគឺដូចយើងចឹងគ្រាន់តែថាគេធ្វើរៀងបែបរសជាតិរបស់គេចឹងទៅហើយយើងរសជាតិបែបរបស់យើងចឹងទៅតែម្ហូបខ្លះគឺរសជាតិក៏ដូចគ្នាដែរហើយនេះគឺជាសារមន្ទីរដែលគេដាក់តាំងម្ហូបអាហារនៅក្នុងខេត្តកោះស៊ីថាមានគេខ្លះដល់ពេលមកប្រទេសចិនឈប់តែខេត្តពួកខ្ញុំចឹងមានអារម្មណ៍ថាលួចដែរប៉ុន្តែប្រពេលនោះពួកខ្ញុំដឹងថាឈប់នៅចិត្តចូលឆ្នាំខ្មែរពួកខ្ញុំបានទៅលេងខ្មែរចូលឆ្នាំលេងទឹកគេដែរបាត់ចឹងទៅអត់បានទៅលេងនៅខ្មែរមែនប៉ុន្តែបានមកចាយលុយដើរលេងនៅចិនដែរបន្ទាប់ពីគេបង្ហាញយើងហើយគឺគេនាំឲ្យពួកខ្ញុំនឹងចូលមកធ្វើនំដោយអានំហ្នឹងក៏ខ្ញុំអត់ដឹងគេហៅអីគេដែរប៉ុន្តែគឺគេធ្វើមកពីស្លឹកនេះហើយ snow វាដូចរៀងសណ្ដែកអីចឹងនិយាយទៅឆ្ងាញ់គាត់បានដែរគេឲ្យពួកខ្ញុំធ្វើឲ្យពាក់អៀមពាក់អីតាមហ្នឹងទៅហើយគឺ snow គឺគេធ្វើឲ្យពួកខ្ញុំធ្វើតែសបកខាងក្រៅឯងហើយពួកខ្ញុំធ្វើនេះគឺធ្វើតាមអ្នកគ្រូគាត់ធ្វើនៅខាងមុខឲ្យពួកខ្ញុំមើលចឹងទៅពួកខ្ញុំធ្វើតាមតែពេលដាក់ម្សៅដំបូងមកថងហ្នឹងគឺវារៀងនៅរាវចឹងទៅពួកខ្ញុំថែមម្សៅរហូតដល់វារៀងរឹងល្មមដែលថាបងគាត់ដើរមើលថាអូខេអស់ហើយបានពួកខ្ញុំច្បាច់ដាក់ snow តាមក្រោយអ្នកនរគ្នាមិនប្រកាន់ដៃអាវខ្ញុំឯងពេលហ្នឹងខ្ញុំអត់ដឹងគេទៅធ្វើនំចឹងទៅគឺខ្ញុំពាក់អាវវារៀងវែងអាតែតាយតិចហើយយើងអត់មានអីចាប់ចឹងទៅមានធ្វើតាមនឹងឯងវារៀងញ៉ៃតិចប៉ុន្តែធ្វើមិនខ្ញុំអត់មានដឹងទេហើយក៏អត់ហ៊ានដោះអាវចេញទេសារអាវខាងក្នុងវាក្លៀកចឹងអត់អាចដោះចេញបានទេហើយចឹងវារៀងលាក់ឡាបន្ទាប់ពីខ្ញុំច្បល់ម្សៅសពអស់ហើយល្មមមកយើងច្បាច់ធ្វើជានំបានហើយគឺខ្ញុំដាក់នៅលើអិតហ្នឹងដើម្បីយើងធ្វើជាវងមូលប៉ុន្តែពេលហ្នឹងកាមេរ៉ាខ្ញុំធ្លាក់រហូតបណ្ដោយហើយធ្វើជាវងមូលវាហាក់បាន6ដុំដើម្បីយកទៅដាក់មួយ snow ខ្ចប់ snow នៅខាងក្នុងអញ្ចឹងពេលដែលយើងលុយបានវែងអញ្ចឹងហើយយើងចុចវាបាន6អញ្ចឹងទៅរួចយើងយកវាយកមកវងមូលដាក់មួយដុំឲ្យបានគ្រប់6ដុំសិនដែលថា snow យើងមាន6ដុំអញ្ចឹងពេលដែលយើងធ្វើជាវងមូលនឹងហើយយើងធ្វើវាកប៉ែតដើម្បីវាជាក្លុកដើម្បីដាក់ snow ចូលហើយដើម្បីខ្ចប់វាបានយើងមូលបន្ថែមទៀតបានវាចេញជានំមកសម្រាប់ខ្ញុំផ្ទាល់ការធ្វើនំមួយហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដោយសារវាជា experience ថ្មីមួយដែលខ្ញុំធ្វើមួយទៀតនៅក្នុងប្រទេសចិនអញ្ចឹងព្រោះកាលពីមុនខ្ញុំក៏ធ្លាប់ធ្វើនំដែរប៉ុន្តែគឺនំរបៀបធ្វើខុសគ្នានំនោះម្សៅហ្នឹងគេធ្វើអីហើយគ្រាន់តែដាក់ snow ចូលហើយវាយចេញជាពុម្ពគឺញ៉ាំបានហ្មងហើយតែសម្រាប់នំនេះគេដាក់ snow ចូលដាក់អីហើយគឺគេត្រូវយកទៅចម្អិនវាសិនបានញ៉ាំបានបន្ទាប់ពីពួកខ្ញុំចេញពីធ្វើនំគឺពួកខ្ញុំបានមកលេងកន្លែងនេះគឺការលេងវប្បធម៌របស់ជនជាតិគេហ្មងប៉ុន្តែវាក៏ដូចជារបស់យើងដែរអញ្ចឹងទៅវាអត់ខុសគ្នាប្រហែលនេះហើយរួចកន្លែងនេះគឺយើងបោះអាហ្នឹងឲ្យចូលក្នុងកន្ត្រកហ្នឹងអាហ្នឹងគឺវាថ្មីសម្រាប់ពួកខ្ញុំអត់ដែលលេងទេតែបោះអត់ចូលសោះហើយបន្ទាប់មកគឺពួកខ្ញុំមករកអីញ៉ាំដោយសារតាំងព្រឹកមកអត់បានញ៉ាំអីទេបងគាត់នៅហ្នឹងគាត់លក់ទឹកភេសជ្ជៈលក់នំលក់អីតាមស្តង់គាត់មួយ
ចឹងយើងអាចមើលតាមស្តង់គាត់ថាយើងចង់ញ៉ាំអីយើងទិញនំ1 5 យន់អីទេចឹងទៅគឺអត់មានថ្លៃទេចឹងសម្រាប់ខ្ញុំនៅប្រទេសចិនខ្ញុំមានអារម្មណ៍ថាខ្ញុំរៀនអីថ្មីច្រើនពីវប្បធម៌គេមួយពួកអីឲ្យតែមានឱកាសគឺគេនឹងហៅសិស្ស international ដែលជាសិស្សអន្តរជាតិហ្នឹងទៅចូលរួមអីចឹងគឺយើងអាចបាន experience របស់គេពីមួយទៅមួយកន្លែងរហូតហើយនេះគឺជានំដែលពួកខ្ញុំធ្វើហើយក៏ជាឆ្អិនហើយដែរអញ្ចឹងយើងអាចញ៉ាំបានអញ្ចឹងពេលធ្វើហើយគឺវាចេញចឹងឯងគឺញ៉ាំបានឆ្ងាញ់ចាំជួបគ្នានៅវីដេអូក្រោយទៀតមានលាអ្នកនរគ្នា